ខ្ញុំបាទសូមធ្វើការអនុញ្ញាតជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីចុកយេតារិស័យហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទស្សទាយចិនសាយដែលល្បីឈ្មោះដោយលោកគ្រូដងដៃលីនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកតាមទិសបេះដូងរស់នេះគឺថ្ងៃប្រហោះនេះនឹងបានសុខនិងជោគជ័យនៅខាងទិសអាគ្នេយ៍បើមើលទិសបេះដូងស្លាប់នៅថ្ងៃប្រហោះនេះផងគុំចយាត្រាទៅទិសបូព៌ាធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការរិះសានព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅខាងទិសឦសានបែរមុខទៅរកទិសអាគ្នេយ៍ទំនាយទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកក្របាតយិងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃប្រហោះនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុបម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបើចេញដំណើរពីផ្ទះចាប់ពីម៉ោងរងាទៅដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងកក្របាតជាម៉ោងអន្តរាយមានន័យថាធ្វើជំនួញរកស៊ីជួញដូរផ្សេងពុកម៉ែបងប្អូនមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញនៅចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះដល់ម៉ោង11ព្រឹកគឺជាម៉ោងយប់ព្រឹកគឺទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីឡើយហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោង02មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចនៅក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រយ័ត្នចរាចរណ៍ខ្ពស់បំផុតបាទចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង5ទៅដល់ម៉ោងចូលគេងវិញគឺជាម៉ោង04នៅក្នុងចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះថ្នាក់អ្វីអាចចូលបានឡើយគឺមានតែទទួលបាននូវលាភបរិបូរណ៍ផងដែរបាទនៅថ្ងៃប្រហោះនេះសូមធ្វើការបួងសួងឲ្យខ្លាចជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែខ្លាចជាមិត្តនិងត្រូវជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរិស័យឆ្នាំទាំង12ជាមួយ30 TV Channel យើងខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មានសត្រូវហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសិទ្ធិកាបតីឬក៏អបជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំជូតពងទេវតាប្រុសធាតុទឹករិស័យល្អបង្គួរការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមកដោយសន្សឹមក្នុងថ្ងៃនេះការងារនិងការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តីតែប្រសិនបើបានជួបឱកាសល្អខ្លះហើយនោះគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្ដាក់ទុនរកស៊ីលើមុខរបរណាមួយដែលមិនទាន់ស្គាល់ច្បាស់លាស់នោះទេដើម្បីជៀសវាងការធ្លោះធ្លោយនាំឲ្យបងខាតទ្រព្យឥតអំពើក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេជាពិសេសមិនត្រូវប្រគល់កិច្ចការងារសំខាន់ឲ្យគេកាន់កាប់ធ្វើចំនួនឡើយប្រយ័ត្នគេកឹបកេងយកផលចំណេញអស់ក្នុងថ្ងៃនេះប្រសិនបើមាននរណាម្នាក់ខ្ចីរបស់អ្វីពីអ្នកចូលចាំថាត្រូវចេះត្រួតពិនិត្យមនុស្សឲ្យបានច្បាស់សិន
និងត្រូវចេះរៀបចំធ្វើឯកសារបញ្ជាក់ឲ្យបានត្រឹមត្រូវផងចំពោះមនោសញ្ចេតនាគូស្វាមីភរិយាក្នុងខែនេះប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលសុខភាពត្រូវចេះញ៉ាំអាហារឲ្យបានទៀងទាត់ការពារជំងឺក្រពះឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៅលេបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៅលេបសំណាងគឺពណ៌សនិងក្រហមលេខនៅលេបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ678យកលេបសម្បត្តិអុកញ៉ាលុយវ៉ាលៀននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវឆ្នាំឆ្លូវពងមនុស្សប្រុសធាតុដីរាសីឡើងខ្ពស់ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបើហួសធ្លាក់ដល់ដៃអ្នកដទៃនៅតាមផ្លូវធ្វើដំណើរចូលគុំឆ្លុះបង្វេងនឹងបនលបែងស្រីស្រាឲ្យសោះប្រយ័ត្នបានជាកាត់រឿងរ៉ាវអាចបងខាតលេបសការៈទៅវិញក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារធ្វើឬមានទុក្ខធុរៈរត់រោគពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នាចំពោះមនោសញ្ចេតនាគូស្នេហ៍ក្នុងខែនេះវិញប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើទៀតផងឆ្នាំខាលខ្លានាំលៀបអបរាចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនៃលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ999យកលេបសម្បត្តិអភិជននិងលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលឆ្នាំខាលពងយៈស្រីធាតុឈើរាសីខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះទ្រធ្វើអ្វីឃើញថាជឿនលឿននឹងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចការងារថ្ងៃនេះប្រព្រឹត្តទៅដោយរលូនហើយគ្រប់ការងារលំបាកសុទ្ធតែមានអ្នកជួយទំនុកបម្រុងជានិច្ចចំណែកបញ្ហាលុយកាក់វិញមានលំនឹងល្អណាស់ប៉ុន្តែនឹងមានលេខគូប្រជែងថ្មីបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាទីចិត្តឆ្ងាយគឺតែងអាចហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្ដៅតែទោះបីជាយ៉ាងណាក៏ដោយការធ្វើដំណើរពេលយប់ព្រលប់គួរបន្ថែមការប្រុងប្រយ័ត្នបន្តិចព្រោះតែមានក្រុមមនុស្សតាមឈ្នានេះភាពមានបានរបស់លោកអ្នករីឯមនោសញ្ចេតនាស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ឆ្នាំថោះតុនសាយមាសមន្ត្រីចិញ្ចឹមនាំលេបនាំជ័យនាំសុភមង្គលហើយបានប្រាថ្នាអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងខ្មៅលេខនៃលេបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ168យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះឆ្នាំថោះពងមនុស្សស្រីធាតុឈើរាសីល្អបងគួរក្នុងថ្ងៃនេះទូលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្ដើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារដោយមានភាពអន្ទះសារហេតុនេះងាយមានការខុសឆ្គងខ្លះប៉ុន្តែមិនជាអ្វីនោះទេព្រោះតែការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើនចំណែកមនោសញ្ចេតនាពុំទាន់មានឱកាសបានជួបមនុស្សដូចប្រាថ្នាទេរីឯបញ្ហាសុខភាពវិញនោះយកចិត្តទុកដាក់ថាតំសុខភាពស្បែកឆ្នាំរោងពោះអ្នកក្រៀកមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលេបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ998យកលេបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំរោងពងទេវតាប្រុសធាតុមាសរាសីល្អបងគួរក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមកុំបបោលោកផលល្អនឹងហុចឲ្យមកវិញដោយគោលបំណងការប្រកបការងារក៏ដូចនេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្ដាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងគឺផ្លែផ្កាដែលហុចមកវិញមិនសូវដូចគោលបំណងនោះឡើយចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឲ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងរ៉ាវដោយប្រការណាមួយចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសពមួយដង ឆ
ឆ្នាំម្សាញ់ពោះនំលៀបនំជ័យនំសុភមង្គលហើយបើប្រាថ្នាអ្វីគឺតែបានសម្រេចនិងអនាគតខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 8 ព្រឹកដល់ម៉ោង 10 យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលៀបសំណាងគឺលេខ 20 និងលេខ 66សូមខមមិនលេខ 555យកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ឆ្នាំម្សាញ់ពងមនុស្សប្រុសធាតុភ្លើងរិស័យឡើងខ្ពស់នៅក្នុងថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែសម្រាប់ជោគជ័យនិងអាចទម្លុះទម្លាយចាប់ចុងចាប់ដើមថែមទៀតផងលោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឲ្យជានិច្ចសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញនោះមិនថាជួញទីចិត្តឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់សម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរចំណែកការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំសំគុំគ្រួសារគឺជាពេលវេលាល្អប្រពៃណាស់ឆ្នាំមមីសេះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង 4 ព្រឹកដល់ម៉ោង 9 យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលៀបសំណាងគឺលេខ 69 និងលេខ 99សូមខមមិនលេខ 168យកលៀបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកាត់ឆ្នាំមមីឆ្នាំមមីពងទេវតាស្រីធាតុភ្លើងរាសីឡើងខ្ពស់ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផងបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួលការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយព្រមទាំងបានការប្រគល់ទូនាទីនិងការងារសំខាន់ឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផងរីឯមនោសញ្ចេតនាស្នេហាកំឡោះក្រមុំទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ចឆ្នាំមមេប្រពេមាសមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីមួយគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង 4 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលៀបសំណាងគឺលេខ 77 និងលេខ 99សូមខមមិនលេខ 899យកលៀបសម្បត្តិការបដីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមេឆ្នាំមមេពងទេវតាស្រីធាតុមាសរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបើហួសធ្លាក់ដល់ដៃអ្នកដទៃនៅតាមផ្លូវធ្វើដំណើរចូលគុំឆ្លុះវង្វេងនឹងបនលបែងស្រីស្រាឲ្យសោះប្រយ័ត្នបើជាកាត់រឿងរ៉ាវអាចបងខាតលេបសការៈទៅវិញក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារធ្វើឬមានទុក្ខធុរៈរត់រោគពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នាចំពោះមនោសញ្ចេតនាគូស្នេហ៍ក្នុងខែនេះវិញប្រយ័ត្នមានអ្នកក្រាលនាំរឿងមកអុចអាលអាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើទៀតផងឆ្នាំវកស្វាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានកំណត់ភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង 7 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងគឺលេខ 77 និងលេខ 89សូមខមមិនលេខ 888យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកាត់ឆ្នាំវកឆ្នាំវកពងយៈប្រុសធាតុដែករាសីថ្ងៃល្អជាមធ្យមក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សំកុំបំបោនោះផលល្អនឹងហុចឲ្យមកវិញដោយគោលបំណងការប្រកបការងារក៏ដូចនេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្ដាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងគឺផ្លែផ្កាដែលហុចមកវិញមិនសូវដូចគោលបំណងនោះឡើយចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឲ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងរ៉ាវដោយប្រការណាមួយចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសពម្ដង
ឆ្នាំរកាមនមានបារមីដែលចេះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលេបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ779យកលេបសម្បត្តិដែលមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះឲ្យលោកអ្នកដែលកាត់ឆ្នាំរកាពងយៈប្រុសធាតុដែកវាស័យល្អជាមធ្យមក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូលគុំធ្វើប្រហែសឲ្យសោះជាពិសេសមុនពេលចុះហត្ថលេខាឬព្រឹត្តស្នាមមេដៃលើលិខិតស្នាមផ្សេងតោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ទើបមិនមានការភ្លៀងភ្លាត់ក្នុងថ្ងៃនេះដែរបើលោកអ្នកមានការនិយាយស្ដីអ្វីតោងតែមានការប្រយ័ត្នមាត់បន្តិចព្រោះកាលបើមានពាក្យសម្ដីនិយាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃតែបន្តិចអាចកើតជារឿងចំនួនចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលឆ្នាំចសំណក់នំលៀបជួបតែរឿងល្អក្នុងជីវិតមានលៀបសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សក្រហមលេខនៃលេខសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ168យកលេខសម្បត្តិមហាសេដ្ឋីនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលេខមានជ័យមានលុយចូលហូហៀចំពោះអលោកអ្នកដែលកាត់ឆ្នាំចពងយៈស្រីធាតុដីរិស័យឡើងខ្ពស់ការងាររកស៊ីជួញដូរនៅតែកាក់កបឡដដាលទេក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវតែធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបងខាតពេលវេលាឥតអំពើក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្ដីវោហាខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្ដីអ្វីក៏ដោយក៏តែមានគេចូលចិត្តស្ដាប់និងត្រង់ស្ដាប់ធ្វើតាមបង្គាប់បញ្ជាទៀតផងក្រៅពីនេះបើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខសែមសានទាំងពេលទៅនិងត្រឡប់មកវិញចំណែកមនោសញ្ចេតនាគូស្វាមីភរិយាក្នុងខែនេះវិញមានភាពលោកល្អើនល្អណាស់ឆ្នាំគោជ្រូកនាំលៀបនំជ័យនំសុភមង្គលបើប្រាថ្នាអ្វីគឺតែបានសម្រេចហើយអនាគតក្លាយជាអ្នកមានយស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌សនិងលឿងលេខនៃលៀបសំណាងគឺលេខ48និងលេខ99សូមខមមិនលេខ777យកលេខសម្បត្តិអភិជនលុយស្ដុកស្ដំនិងប្រទានសម្បត្តិមហាសេដ្ឋីមានលេខមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំកុលពងមនុស្សស្រីធាតុទឹករិស័យឡើងខ្ពស់នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែមានការជឿនលឿនគួរសមម្លោះហើយរាល់កិច្ចការងារបើសម្រុកតែងជោគជ័យត្រឡប់មកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីចិត្តឆ្ងាយមានភាពលំនឹងល្អពលមិនមានអ្វីប្រែប្រួលដូចជាទីកាត់សម្គាល់ទេគឺដូចសក់មួយដងបញ្ហាលុយកាក់វិញលោកអ្នកមានឱកាសវិនិយោគនិងទទួលបានប្រាក់ចំណេញធំប៉ុន្តែត្រូវពិនិត្យមើលពេលវេលានិងសិក្សាពីដៃគូឲ្យបានមកចត់ជៀសវាងហានិភ័យត្រឡប់មកខ្លួនឯងវិញការធ្វើដំណើរទីជិតឆ្ងាយមានភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលខ្លះៗដែរដូច្នេះក៏បីមានការប្រយ័ត្នប្រយែងផងមនោសញ្ចេតនាជ្រាលជ្រៅបំផុតសុខភាពទៅរកវិធីសម្រួលអារម្មណ៍សម្រាប់ឲ្យបានច្រើនបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការខមមិនសាធុចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះខណៈពេលនេះដែរខ្ញុំបាទ30ទេវីក៏សូមអរគុណសូមជម្រាបលា